នៅមិនឆ្ងាយពីទីក្រុងសៀងហៃប៉ុន្មានទេត្រឹមតែ2ទៅ3ម៉ោងអ្នកទាំងអស់គ្នានឹងរកឃើញទីក្រុងមួយដែលមានសម្រស់ស្រស់ស្អាតបរិយាកាសស្ងប់ស្ងាត់គួរឲ្យចាប់អារម្មណ៍មែនទែនហើយការរស់នៅរបស់ប្រជាជននៅទីនេះគឺមានភាពខុសគ្នាខ្លាំងបើប្រៀបជាមួយនឹងទីក្រុងផ្សេងៗនៅក្នុងប្រទេសចិនគេរស់នៅបែបមួយអត់បញ្ញាបញ្ញាខ្លាំងហើយពេលចេញពីធ្វើការគេមានកន្លែងដែលរំសាយខួរក្បាលនិយាយទៅគឺ work life balance ហ្មងហើយល្បីថាទីក្រុងនេះគឺជាទីក្រុងនៃដើមកំណើតរបស់មហាសេដ្ឋី Jack Ma ដែលជាស្ថាបនិកនៃក្រុមហ៊ុន Alibaba នៅហាងជ័យក្រៅពីសម្រស់ស្រស់ស្អាតនៃបឹងស៊ីហ៊ូនេះហើយគឺគេមានកន្លែងដើរលេងច្រើនដ៏គួរឲ្យចាប់អារម្មណ៍ទៀតដូចជាវិថីបារានហោវាងដែលមានលក់ម្ហូបប្រចាំតំបន់ជាច្រើនហើយដោយសារតែទីក្រុងនេះក៏អត់នៅឆ្ងាយពីទីក្រុងសៀងហៃមែនដែរអញ្ចឹងបានពេលមកដល់ហាងជ័យហើយគឺភាគច្រើនគេនឹងបន្តទៅលេងនៅសៀងហៃបន្ថែមទៀតសម្រាប់បងដែលមានពេលធំតែ5ថ្ងៃអីខ្ញុំ recommend ឲ្យបងយកកម្មវិធីហាងជ័យសៀងហៃមកទៅដោយសារតែក្រៅពីហាងជ័យគឺយើងនៅបានទៅលេងនៅប៉មទូទួលសៀងហៃទៅផ្សារឆងហួងវិថីណានជីងរមណីយដ្ឋានសួនកំសាន្ត Disneyland កប៉ាល់ LV ហើយក៏មានជួនទៅថតរូបនៅអគារពាណិជ្ជកម្មទាំង3ដ៏ល្បីប្រចាំទីក្រុងសៀងហៃផងដែរសម្រាប់បងដែលចាប់អារម្មណ៍ចង់ដឹងពីតម្លៃឬក៏ព័ត៌មានលម្អិតអាចតាក់ទងមកកាន់ Facebook Page Vigo Travel ឥឡូវនេះបានណាបាយបាយ